នៅខ្វះតែមួយថ្ងៃទៀតទេจะដល់សង្ក្រាន្តឆ្នាំថ្មីទៀតហើយខ្ញុំបង្ហាញកន្លែង local មួយចំនួនដែលអ្នកទាំងអស់គ្នាគួររំលងពេលមកលេងសៀមរាបកន្លែងដំបូងគេគឺព្រះអង្គជ័យព្រះអង្គចោមឲ្យទៅពេលថ្ងៃណាដែលខ្ញុំ lost motivate ក្នុងការធ្វើការដឹងតែខ្ញុំមកកន្លែងហ្នឹងហើយដែលមកដល់អុចធុកហើយក្នុងចិត្តគឺស្រឡះឲ្យ peaceful ដោយសារតែខ្ញុំជាអ្នកធ្វើ content អញ្ចឹងពេលខ្លះខ្ញុំកៀង idea ម្ដងដែររួចហើយខ្ញុំក៏មករកអីញ៉ាំនៅផ្សារក្រោមបញ្ជាក់តិចណាកន្លែងគាត់គឺអត់មាន scan QR អីណាគឺលុយក្រៅសុទ្ធហើយខ្ញុំឃើញកន្លែងកាហ្វេនេះតំណងក៏ចូលសាកហើយខ្ញុំក៏បានហៅញ៉ាំខ្លះដូចគ្នាខ្ញុំក៏ហៅ matcha strawberry គេមានអីរសជាតិឆ្ងាញ់ទេតាកន្លែងរបស់គាត់ហ្នឹងគឺលុយត្រង់ថាពេលហៅ matcha មួយកែវ free កាយ៉ាជីហើយខ្ញុំ obsess ជាមួយនឹង make នេះពេល sunset ដូចគឺថាស្អាតខ្លាំងហ្មងមួយរយៈនេះគឺខ្ញុំសារៈពីការងារចឹងហើយខ្ញុំមានពេលតនេច្រើនហើយខ្ញុំក៏យកពេលតនេមួយហ្នឹងដើម្បីរៀននិង explore នៅអ្វីដែលថ្មីដើម្បីយកមក upgrade នៅចំណុចខ្វះខាតរបស់ខ្លួនឯងឥឡូវហ្នឹងមកទិញនំប៉័ងតូគីញ៉ាំមួយសិនខ្ញុំឃើញកូនឆ្កែនេះខ្ជូតពេកសូមម្ចាស់គេថតមួយសិនបើយប់ឡើងអ្នកទាំងអស់គ្នាបានមកលេង pub street ទេគឺប្រៀបដូចជាបានមកលេងសៀមរាបចឹងមានអីសប្បាយចិត្តនៅពេលដែលឃើញភ្ញៀវដែលជាជនបរទេសកាត់មកលេងទឹកដីខេត្តកណ្ដាលខ្លួនឯងច្រើនពេលអ្នកនរគ្នាមកលេង pub street កុំភ្លេចដើរលេងតាមផ្លូវដង្ហែមនេះផងណាអត់ខ្វះទេរបស់លក់របស់ញ៉ាំនិយាយទៅគឺគ្រឿងសូវនីអីច្រើនហ្មងនេះគឺជា one of my favorite គឺថា creme gelato នេះគឺខ្ញុំញ៉ាំតាំងពីខ្ញុំនៅរៀនវិទ្យាល័យមកម៉េះជាតិដែលខ្ញុំបានហៅរសជាតិ chocolate chip រួចហើយក៏មកអង្គុយញ៉ាំអីឈៀលនៅជាន់លើខ្ញុំទៅដើរលេងនៅណាក៏ដូចនៅណាដែរខ្ញុំចូលចិត្តសាកមកហូបតាមតំបន់ដែលគេល្បីហ្នឹងរសជាតិមិនហើយខុសពីតំបន់ខេត្តយើងមិនតំបន់ទេសចរខេត្តគេមានអីខេត្តយើងអត់មានអីនិយាយទៅគឺខ្ញុំចូលចិត្តស្វែងយល់ហ្មងហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដូចគ្នាសង្ឃឹមអ្នកទាំងអស់គ្នា enjoy ហើយជួបគ្នានៅវីដេអូក្រោយទៀត bye